Ok, dây nọc ní Xong xóa cũng ca chung một căn xài video clip bọc nhung Thằng này khi mình xài video clip mới chạy lên mấy tất cả ní nọc ní ông pi rồi bị một cả new group nó là account của em ở dương ok chẳng sản phẩm khi dương này bạn pra cool em hơi toàn là bạn chơi một cả group anh mơ video khi bạn ok tao nhìn được ra nọc ní thì tao muốn như chỗ mà cool em mà tao mà tên thì đặc nia chỗ thì nhà bệnh ní ok chỗ nhà bệnh ní bây giờ cái slide nhà bệnh ở ground này máu okហើយអ្នកនេះចុចពាក្យថា new group អូខេ new group អូខេ new group ហើយកន្លែងនេះអ្នកនេះគឺការ skip មកបើអត់មានឈ្មោះ add skip សិនមក skip សិនមកអ្នកនេះដាក់ឈ្មោះថា test group អូខេ test group ជឿហើយចុច create មកអូខេហើយកន្លែងនេះយើងកុំបិទអ្នកនេះបិទនៅពេលដែលយើងបិទមានន័យថាគេថា approve new member នៅពេលដែលយើងបិទអានេះបើកមុខងារនេះនៅពេលដែលយើងបើកមុខងារនេះវាធ្វើឲ្យនៅពេលដែល add friend យើងត្រូវការ approve ពី admin ណាអ្នកនរគ្នាអញ្ចឹងយើងមិនបើកទេអូខេអញ្ចឹងយើងបេះ link មកយើង copy QR code ឬក៏ share QR code នឹងទៅកាន់អ្នកណាម្នាក់ដើម្បីឲ្យគេធ្វើការ join group បើអត់ទេអ្នកនរគ្នាមិនទៅអូខេអញ្ចឹងដើម្បី add friend អ្នកនរគ្នាបើ add friend អ្នកនរគ្នាចុចមិនអូខេយើង back វិញសិនចូល group របស់យើងមកអូខេបន្ទាប់មកទៀតអ្នកនរគ្នាចុចសញ្ញា 3 tray នេះមកអូខេចុចលើ profile របស់អ្នកនរគ្នាអូខេជាស្រ័យអ្នកនរគ្នានៅពេលដែលអ្នកនរគ្នាចង់ add friend អ្នកនរគ្នាចុចលើសញ្ញា 3 tray នេះមកហើយអ្នកនរគ្នាទៅ group setting អូខេ group setting ហើយអ្នកនរគ្នាចូលទៅកន្លែងនេះកន្លែង add member នេះអូខេ add member មកហើយយើងចង់ add អ្នកណាចូលអ្នកនរគ្នាធ្វើការ add មកអូខេអញ្ចឹងឧទាហរណ៍ខ្ញុំ add នេះអូខេអ្នកនរគ្នាបន្តមកទៀតអ្នកនរគ្នាធ្វើការរើសឈ្មោះមកហើយឈ្មោះណាខ្លះដែលអ្នកនរគ្នាចង់ធ្វើការ add ឧទាហរណ៍ខ្ញុំដាក់ឈ្មោះនេះអូខេអានេះទៀតអូខេអានេះទៀតអូខេប៉ុណ្ណឹងសិនអូខេអញ្ចឹងខ្ញុំសូមធ្វើការជាស្រ័យខ្ញុំយកទៅ2ទេ2សិនតោះអូខេបន្តមកទៀតយើងធ្វើការចុចដាន់មកហើយចុចពាក្យថា add អូខេ invite សិន can be automatic add អូខេចុចអូខេមកអូខេអញ្ចឹងចុចក្នុងនេះមាន2 member បូក invite 1 member ទៀតអូខេអញ្ចឹងយើងអាចធ្វើការផ្ញើឯកសារចូលរកការផ្ញើទៅនេះអានេះមិននេះជា sticker ណាគេនេះឃើញអញ្ចឹង sticker ចុចមកមាន sticker ផ្សេងអាចផ្ញើចូលបានអូខេ sticker ស្អាតហើយកន្លែងនេះកាមេរ៉ានោះយើងអាចផ្ញើរូបភាពឬក៏យើងអាចថតភ្លាមអូខេរូបភាពដែលយើងមានក្នុងនេះឧទាហរណ៍ខ្ញុំផ្ញើរូបភាពអូខេឃើញអត់គឺវាលឿនតើហើយយើងអាចធ្វើការ voice សំឡេងកន្លែងនេះយើង voice បានទេដោយសារខ្ញុំបើក record screen អូខេចឹងបានហើយអូខេកន្លែង voice មានថាស្ដាប់មើលចុចជាប់អូខេចឹងកន្លែងសញ្ញាបូកនេះយើងអាចចុចឬអីចុចមាន gallery file contact location យើងអាច share location នៅ Telegram អញ្ចឹងអូខេយើងចុចដំបូងយើងចុចអញ្ចឹងមកចុចពេលចុច
ចា cancel ចុចសញ្ញាបូកចុច set location អ្នកទាំងគ្នានឹងលោតមកចេះហើយអ្នកទាំងគ្នាចុចអូខេជាស្រេចចុចសញ្ញាបូកចុច location នេះអូខេហើយអ្នកទាំងគ្នានឹងឃើញកន្លែងនេះវាលោតមកឲ្យយើងចុចមាន3ជម្រើសចឹងយើងយកពី use single app មកហើយអញ្ចឹងយើងអាចរើសមក location ណានេះរបស់ខ្ញុំនៅកន្លែងនេះអញ្ចឹងចុច text មកហើយយើងចុចវាផ្ញើទៅ automatic ហើយនេះឃើញអត់វាលោតអញ្ចឹងអ្នកទាំងគ្នាចុចសញ្ញាព្រួយនេះមកអូខេអញ្ចឹងវាលោតថា location ដែលយើងនៅត្រង់ណាផ្លូវជាតិលេខប្រមាណអីចឹងយើងអាចចុចមើលទៅអ្នកទាំងគ្នាអាចចុចមើលបានកន្លែងហ្នឹងផ្ញើទៅណាអ្នកនឹងចុចមើលទៅវានឹងឃើញគេនឹងឃើញនៅទីតាំងរបស់យើងហើយឃើញអត់នេះស៊ូមមកឃើញហើយអូខេហើយចុចសញ្ញាបូកទៀតអ្នកទាំងគ្នានឹងឃើញកន្លែង contact ឬក៏ file នេះចឹង file មានថាជាការផ្ញើឯកសារជា document ក៏ដូចជា file ផ្សេងពាក្យថា file អ្នកទាំងគ្នាដឹងហើយអូខេជារូបភាពក៏យើងចុចលើជាវីដេអូជាអី image អីចឹងក៏អាចជា file ផ្ញើជា file មានថាវាច្បាស់ជាងយើងផ្ញើជារូបធម្មតាឧទាហរណ៍អ្នកទាំងគ្នាចុចកាមេរ៉ាផ្ញើរូបធម្មតាបែបនេះចឹងវាចេញមកវាតម្រង់ខុសពីអារូបជា file វាច្បាស់ជាងយ៉ាជាស្រេចមានថាជា file វាច្បាស់ជាងយើងផ្ញើជាធម្មតាអូខេអ្នកទាំងគ្នាកន្លែងមុខងារវាមានតែប៉ុណ្្នឹងទេអស់ហើយកន្លែងទីតងផ្ញើចូលហើយមួយទៀតអ្នកទាំងគ្នាអាចធ្វើការ reaction នៅពេលដែលគេផ្ញើចូលអ្នកទាំងគ្នាគ្រាន់ចុចលើរូបនឹងហើយចុចលើរូបនឹងមកអ្នកទាំងគ្នាអាចធ្វើការ reaction ឲ្យបេះដូងឬក៏អ្នកទាំងគ្នាអាចធ្វើការឲ្យមេដៃផ្សេងឬចុចសញ្ញាព្រួយដើម្បីអ្នកទាំងគ្នាចុចប៉ុណ្ណឹងតិចអត់ឃើញមានតែ reaction ប៉ុណ្ណឹងអ្នកទាំងគ្នាចុចអា3អុចនេះមកនឹងឃើញកន្លែងឲ្យយើង reaction ជាច្រើនអូខេនេះអូខេអញ្ចឹងក្នុង group របស់យើងអាចចុចមើលកន្លែង3 tray ទៀតដើម្បីគ្រប់គ្រង group របស់យើងមាន display message ចឹងមានថាយើងអាចកំណត់វាមកសប្តាហ៍ឬក៏ស្អីចឹងទៅមាន group setting all media និង add home screen mode notification អញ្ចឹងហើយកន្លែង group setting នេះអ្នកទាំងគ្នាវាសំខាន់អ្នកទាំងគ្នាអាចធ្វើការ change color wallpaper នេះអ្នកទាំងគ្នាអាច change color wallpaper ដោយរើស color ដែលអ្នកទាំងគ្នាចង់បានយើងអាច set wallpaper បែបនេះអូខេយើងអាចនេះដាក់ set wallpaper បែបណាដែលអ្នកទាំងគ្នាចង់បានទៅអូខេមួយទៀតអ្នកទាំងគ្នាអាចបើកដាក់ mode លើ dark mode this wallpaper របស់យើងអូខេយើងអាច reset wallpaper អូខេ color នេះយើងអាចរើស color paper ដែលយើងចង់ដាក់ color លើកន្លែងយើងឆាតណាអ្នកទាំងគ្នាអូខេអ្នកទាំងគ្នាអញ្ចឹងយើងបែកវិញមានប៉ុណ្ណឹងហើយកន្លែងនេះអ្នកទាំងគ្នាអាចធ្វើការ request invite friend កន្លែង permission នេះអ្នកទាំងគ្នាកន្លែង group link សិន group link អ្នកទាំងគ្នា group link យើងអាចធ្វើការ share ចុច share ទៅ QR code ទៅកាន់អ្នកណាម្នាក់តែយើងចង់ invite គេអញ្ចឹងតាមរយៈ Messenger ឬដោយតាមរយៈ Telegram ដែលយើងធ្លាប់ប្រើចាស់មុនយើងអាចស្នើសុំ invite ដើម្បីឲ្យគេបង្កើត app cool app ហើយគេចូល group ជាមួយយើងដើម្បីប្រើប្រាស់អូខេអាចចុច share ទៅកាន់អ្នកណាតាមរយៈ Telegram Facebook Messenger អញ្ចឹងទៅអូខេមួយទៀតកន្លែង invite request invite ចុចលើវាមកអញ្ចឹងយើងអាចធ្វើការ invite ទៅអ្នកណានេះខ្ញុំមានបាន invite ម្នាក់ឲ្យ invite test នេះដើម្បីឲ្យគេjoin group របស់យើងអញ្ចឹងណាកន្លែង permission permission មានថាការកំណត់របស់ admin នេះគឺ add member ខ្ញុំដាក់ on
edit info ដាក់អឬដាក់អទាំងអស់សម្រាប់អ្នកទាំងគ្នាចង់ដាក់ឲ្យទៅ admin member ដាក់អសិន message អញ្ចឹងកន្លែង group info វាគេបិទឲ្យទៅ admin នេះក្នុងការកែកុន group អីចឹងណាអ្នកទាំងគ្នាxemមកបើសិនមកយើងចង់ឲ្យគេកែកុន group អ្នកទាំងគ្នាដាក់កំណត់អីវិញខ្ញុំបង្ហាញមកហើយនេះលើ group broken group block group ហ្នឹង report spam អូខេអ្នកទាំងគ្នាមានតែប៉ុណ្្នឹងទេ notification នេះឲ្យអ្នកទាំងគ្នាអាចមើលទៅយើងបិទ mode បិទអីអូខេកុំឲ្យវែងវីដេអូខ្លីរបស់ខ្ញុំមានតែប៉ុណ្្នឹងទេទាក់ទងនឹងរបៀបការបង្កើត group ក៏ដូចជាការកំណត់មុខងារមួយចំនួននៅលើ group ដែលអ្នកទាំងគ្នាអាចសិក្សាបន្ថែមអាចមើលបន្ថែមអូខេវាមិនសូវមានច្រើនទេកន្លែងមុខងារហើយអរគុណអ្នកទាំងគ្នាសម្រាប់ការចំណាយពេលវេលាតាមដានទស្សនាខ្សែវីដេអូជួបខ្ញុំខ្សែវីដេអូក្រោយបាយ